យើងចាប់ផ្ដើមដំបូងយើងធ្វើសាប៊ូនៅក្នុងឆ្នាំងដាំបាយយើងស្ងោររុក្ខជាតិនៅក្នុងឆ្នាំងចក្រានធម្មតាប៉ុន្តែនៅពេលដែលយើងនៅឆ្នាំ2019ផ្ដើមចេញពីផ្ទះបាយចាស់របស់ម្ដាយខ្ញុំដំបូងខ្ញុំផលិតសាប៊ូ1គីឡូដោយប្រើឆ្នាំងដាំបាយដើម្បីផលិតសាប៊ូប្រើប្រាស់សម្រាប់ក្រុមគ្រួសារបន្ទាប់មកខ្ញុំក៏បានចែករំលែកបន្តដល់មិត្តភ័ក្តិដែលមានបញ្ហាស្បែកងាយប្រតិកម្មនឹងសាប៊ូផ្សេងៗឲ្យសាកល្បងប្រើនេះជាការលើកឡើងរបស់លោកស្រីញឹមសូរីដាស្ថាបនិកក្រុមហ៊ុនបុរាណ Care Asia ដែលជាក្រុមហ៊ុនផលិតផលថែរក្សាសម្រស់និងថែរក្សារាងកាយតាមបែបធម្មជាតិនៅខែកញ្ញាឆ្នាំ2024ក្រុមហ៊ុនបុរាណ Care Asia បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាលពេលដែលយើងចាប់ផ្ដើមនៅក្នុងវិស័យហ្នឹងប្រហែលឆ្នាំមុនគឺខ្ញុំអត់ទាន់មានជំនាញនៅក្នុងផ្នែកហ្នឹងទេអញ្ចឹងយើងចាប់ផ្ដើមដំបូងយើងធ្វើសាប៊ូនៅក្នុងឆ្នាំងដាំបាយយើងស្ងោររុក្ខជាតិនៅក្នុងឆ្នាំងចក្រានធម្មតាប៉ុន្តែយើងគ្រាន់តែចេះត្រឹមតែវិធីបុរាណដែលយើងធ្វើបង្កើតផលិតផលបែបប្រើនៅចំណេះដឹងបែបបុរាណរបស់យើងប៉ុន្តែនៅពេលដែលយើងត្រូវចូលទៅប្រកួតប្រជែងនៅក្នុងទីផ្សារយើងត្រូវមើលថាតែយើងត្រូវធ្វើយ៉ាងម៉េចផលិតផលរបស់យើងនឹងវាពិតជាមានគុណភាពស្តង់ដារទៅតាមលំដាប់អន្តរជាតិក្នុងគ្រោះមានលៀបបុរាណ Care ចាប់កំណត់ឡើងក្នុងវិបត្តិនៃការរីករាលដាលជំងឺ COVID-19 ដែលបណ្ដាលឲ្យទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុបន្ទាប់មកក៏ទទួលជាជំនួយថវិកាពីសហគ្រិនខ្មែរសម្រាប់បន្តបេសកកម្មនេះតុនភ្លុនតែមិនទាន់ជ្រាយលោកស្រីសូរីដាសហគ្រិនស្ត្រីខ្មែរមួយរូបបានដឹកនាំក្រុមការងារឆុងចាប់យកឱកាសល្អៗរហូតក្លាយជាសហគ្រាសដែលមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនទទួលផលិតផលជូនអតិថិជនដែលមានបំណងបង្កើតម៉ាកយីហោដោយខ្លួនឯងនៅដើមឆ្នាំ2025តកតងជាមួយនឹងផលិតផលដែលយើងបានបង្កើតរូបមន្តបានអភិវឌ្ឍមានថាយើងបានធ្វើនវានុវត្តន៍ហ្នឹងមានច្រើនចាប់ផ្ដើមដំបូងគឺយើងចាប់ផ្ដើមដំបូងហ្នឹងធ្វើត្រឹមតែសាប៊ូដុំហើយនិងសាប៊ូកក់សក់ហើយមែនទែនគឺអាក្រែមអបសក់ដែលយើងប្រើពីរុក្ខជាតិជាលក្ខណៈបុរាណសុទ្ធសាធតែក្រោយមកយើងបានអភិវឌ្ឍក្រោយពីខ្ញុំបានចូលរៀននៅក្នុងវគ្គតកតងជាមួយនឹងhair care skin care formulation អញ្ចឹងគឺយើងបានអភិវឌ្ឍផលិតផលច្រើនដូចមានតកតងមួយ facial care យើងមានប្រភេទ serum ប្រភេទmoisturizer cream night cream cleansing គឺយើងអាច develop បានគ្រប់ប្រភេទ facial cleansing ទាំងប្រភេទ foam ប្រភេទ gel ប្រភេទជាម្សៅប្រភេទsolid ប្រភេទដុំអីហ្នឹងគឺយើងអាចផលិតបានឥឡូវនេះគឺយើងធ្វើការដៃគូសហការជាមួយនឹងសហគ្រិនឬក៏អ្នកម្ចាស់អាជីវកម្មផ្សេងទៀតដែលគាត់ចង់បង្កើតជាម៉ាកយីហោជាផលិតផលជាម៉ាក brand របស់ខ្មែរគឺយើងទទួលស្វាគមន៍ក្នុងការធ្វើជូនគាត់អញ្ចឹងផលិតផលរាល់ថ្ងៃយើងមានធ្វើជូនទៅដល់អតិថិជនយើង2 3ដែរដែលគាត់មើលបង្កើតទៅជាម៉ាកយីហោ brand របស់គាត់ផ្ទាល់ហើយគាត់ជាអ្នកចែកចាយជាអ្នកធ្វើទីផ្សារចំណែកបុរាណ Care គឺយើងផ្ដោតតែទៅលើការអភិវឌ្ឍផលិតផលហើយនឹងការផលិតឲ្យទៅតាមស្តង់ដារគុណភាពនិងមានការចុះបញ្ជីត្រឹមត្រូវជូនទៅគាត់មុននឹងក្លាយជាសហគ្រិនលោកស្រីសូរីដាក៏ធ្លាប់ជាអតីតគ្រូបង្រៀនជាបុគ្គលិកអង្គការនិងបុគ្គលិកក្រុមហ៊ុនផងដែរសហគ្រិនស្ត្រីខ្មែរដែលមានការតស៊ូគ្រប់ឧបសគ្គរូបនេះមិនដែលបោះបង់គោលដៅនិងឆន្ទៈរបស់ខ្លួនឡើយក្នុងការប្រើប្រាស់វត្ថុធាតុដើមបែបបុរាណពីធម្មជាតិដែលដាំដុះក្នុងស្រុកភូមិដើម្បីបង្កើតជាផលិតផលស្អាតមានសុវត្ថិភាពនិងផ្ដល់ឲ្យការងារដល់ប្រជាពលរដ្ឋតើកត្តាអ្វីខ្លះដែលជំរុញឲ្យបុរាណ Care ទទួលបានជោគជ័យដល់សប្តាហ៍ថ្ងៃអ្វីដែលជាចំណុចពិសេសសម្រាប់បុរាណ Care ដែលធ្វើឲ្យយើងទទួលបានជោគជ័យហើយអាចដើរមកដល់ចំណុចនេះ
គឺយើងធ្វើប្រកបដោយតម្លាភាពមានថាគ្រប់ផលិតផលដែលយើងបង្កើតឡើងយើងបង្ហាញយើងផ្សារភ្ជាប់ទៅជាមួយនឹងអតិថិជនស្វែងយល់អំពីតម្រូវការរបស់គាត់ហើយផលិតផលនីមួយៗត្រូវបានបង្កើតឡើងដោយឆ្លើយតបទៅនឹងបញ្ហាឬក៏ផ្ដល់នូវការដោះស្រាយនៅបញ្ហាពិតប្រាកដរបស់អតិថិជនជាពិសេសគឺយើងឈរទៅលើទស្សនវិជ្ជានៃការផលិតរបស់យើងគឺទៅលើ4ចំណុចគឺទៅលើធម្មជាតិសុវត្ថិភាពប្រសិទ្ធភាពហើយនិងនិរន្តរភាពអញ្ចឹងមិនគ្រាន់តែវាជាផលិតផលធម្មជាតិទេតែយើងត្រូវប្រកាសថាវាត្រូវបានបង្កើតឡើងដោយមានរូបមន្តច្បាស់លាស់តាមលក្ខណៈវិទ្យាសាស្ត្រហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាពិសេសគឺមានប្រសិទ្ធភាពអាចឆ្លើយតបដោះស្រាយនៅបញ្ហារបស់អតិថិជនបានយើងព្យាយាមប្រើប្រាស់នៅវត្ថុធាតុដើមក្នុងស្រុកច្រើនបំផុតតាមដែលអាចធ្វើទៅបានហើយជាពិសេសគឺជាប្រភេទវត្ថុធាតុដើមដែលវាអាចកកើតឡើងវិញវាអាចងាយក្នុងការដាំដុះហើយវាអាចរកបាននៅក្នុងសហគមន៍នៅក្នុងប្រទេសរបស់យើងអ្វីដែលជាចំណុចសំខាន់មួយទៀតជាមោទនភាពរបស់បុរាណ Care គឺយើងអាចបង្កើតការងារទៅដល់ប្រជាជននៅក្នុងសហគមន៍ជាពិសេសគឺស្ត្រីមេផ្ទះគាត់អាចធ្វើការនៅជិតផ្ទះគាត់អាចមានពេលវេលាមើលថែទាំគ្រួសាររបស់គាត់យើងក៏បានទទួលនៅការគាំទ្រជួយពីស្ថាប័នដៃគូពាក់ព័ន្ធជាច្រើនរួមទាំងពីខាងរដ្ឋាភិបាលហើយនិងពីខាងអង្គការដៃគូអភិវឌ្ឍផ្សេងៗដែលជំនួយទាំងទៅលើបច្ចេកទេសទៅលើការកសាងបណ្ដុះបណ្ដាលសមត្ថភាពបុគ្គលិកនៅខែកក្កដាឆ្នាំ2025ប្រទេសកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃដែលបានគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខរបស់ប្រជាពលរដ្ឋខ្មែរក្នុងនោះរួមមានស្ត្រី កុមារ ក្រុមគ្រួសារនិងក្រុមងាយរងគ្រោះជាច្រើនទៀតជាមួយគ្នានេះដែរមហាជនចាប់ផ្ដើមពហិការជាមួយផលិតផលរបស់ប្រទេសឈ្លានពានហើយក៏បានងាកមកស្វែងរកនិងគាំទ្រផលិតផលខ្មែរយ៉ាងគំហុកតើលោកស្រីសូរីដាមានទស្សនៈយ៉ាងណាចំពោះសន្តិភាពបញ្ហាប្រឈមមួយធំទៀតពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃដែលជាប្រទេសជិតខាងរបស់យើងហើយដែលនេះគឺវាប៉ះពាល់ខ្លាំងដល់ពួកយើងដែលជាសហគ្រិនដែលជាអាជីវកម្មដែលនៅតាមបណ្ដោយព្រំដែនជាពិសេសបុរាណ Care គឺយើងនៅខេត្តបន្ទាយមានជ័យគឺនៅតំបន់ដែលរងគ្រោះដោយផ្ទាល់តែម្ដងហើយជាពិសេសភូមិរបស់យើងដែលយើងកំពុងរស់នៅហ្នឹងគឺទទួលរងនៅក្របផ្លោងពីពួកចៅឈ្លានពានហ្នឹងដល់ទៅ2ដងសន្តិភាពសំខាន់ពីព្រោះបើសិនជាយើងអត់មានសន្តិភាពយើងក៏មិនអាចមានការអភិវឌ្ឍឬក៏អាចឲ្យយើងបន្តនៅអាជីវកម្មរបស់យើងបានដែរប៉ុន្តែសន្តិភាពហ្នឹងក៏យើងមិនអាចសន្តិភាពដោយក្រងនៅក្នុងការឈ្លានពានរបស់អ្នកដទៃបានដែរវាត្រូវតែជាសន្តិភាពដែលមានអធិបតេយ្យភាពពេញលេញលោកស្រីមានសារអ្វីខ្លះជូនដល់បងប្អូនដែលចង់ចាប់ផ្ដើមអាជីវកម្មពីខ្ញុំទៅជាសារជូនទៅដល់បងប្អូនឬក៏អ្នកទាំងអស់ដែលចង់ចាប់ផ្ដើមអាជីវកម្មខ្ញុំគិតថាអ្វីដែលសំខាន់គឺយើងត្រូវតែហ៊ានធ្វើព្រោះអត់ទាន់គ្រាន់តែគិតទេបើសិនជាគ្រាន់តែគិតថាចង់វានឹងនៅជាគំនិតគោនៅក្នុងខួរក្បាលនឹងប៉ុន្តែលុះត្រាតតែយើងហ៊ានធ្វើហើយសូមមើលថាតើអាជីវកម្មដែលយើងចង់ធ្វើឬក៏ចាប់ផ្ដើមនោះវាជាអាជីវកម្មដែលមានផលប៉ះពាល់ចំណុចខ្លះទៅដល់សង្គមវាបានក្រៅតែពីមានផលចំណេញជាប្រាក់ចំណេញតែវាបានជួយឬក៏បង្កើតទៅជាផលប៉ះពាល់វិជ្ជមានអីខ្លះទៅដល់សង្គមរបស់យើងអាជីវកម្មម្នាក់គឺត្រូវតែជាមនុស្សដែលត្រូវlong life learning មានន័យថាគឺត្រូវតែរៀនសូត្រពេញមួយជីវិតពីព្រោះនៅក្នុងការដឹកនាំអាជីវកម្មគឺមានរឿងថ្មីៗដែលត្រូវរៀនសូត្រត្រូវបត់បែនហើយជាពិសេសនៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារ
នៅលើស្ថានភាពពិភពលោកដែលមានការផ្លាស់ប្ដូរលឿនដោយបច្ចុប្បន្ននេះទៀតមានន័យថាគឺយើងត្រូវតែជាមនុស្សដែលបើកចិត្តរៀនហើយត្រូវតែជាអ្នករៀនសូត្រជាប់ជាប្រចាំ